ពួកយើងរត់ទៅអីពេលនេះប្រទេសជាតិកំពុងតែមានសង្គ្រាមតើពួកយើងគួរតែរត់ទៅណាទៀតពួកយើងមានសំណាងទៅវិញទេដែលត្រូវបានលោកម្ចាស់យកធ្វើជាប្រពន្ធនោះពីព្រោះយ៉ាងហោចណាស់ក៏ពួកយើងអាចរស់បានមួយថ្ងៃទៀតហើយបងឃើញនៅក្នុងផ្ទះរបស់គាត់មានសភ័យច្រើនណាស់គាត់មិនអាចធ្វើបាបយើងនោះទេណាហើយបើសិនជាយើងរត់ចេញពីទីនេះត្រូវអ្នកផ្សេងគេចាប់បាននោះវាសាររបស់ពួកយើងប្រហែលជាត្រូវគេធ្វើបាបដោយពីមុនចឹងអូនយល់អត់បងស្រីទី2គិតយ៉ាងម៉េចវិញបងស្រីធំនៅទីនេះគឺបងសុខចិត្តនៅជាមួយគាត់ហើយចាស់បងស្រីទី2បងស្រីធំអើយមកហើយចាស់បងភ្លេចចោលទៅខ្ញុំក៏មិនទៅណាដែរភាសាណាបងអូនស្រីតូចកាលដែលយើងនៅទីនេះជាជម្រើសល្អបំផុតឥឡូវចេះចាស់បើទៅមុខមានរបស់ឆ្ងាញ់បងតោះឯងហូបច្រើនជាងគេចាស់វ៉ាន់យៀនសូមឯងជួយទៅដងទឹកឲ្យបងពី3ធុងបងធ្វើអាហារពេលល្ងាចជប់នេះពួកយើងត្រូវតែបម្រើលោកម្ចាស់មកអញ្ចឹងពិសាបាយទៅលោកម្ចាស់ណាណែហេតុអីបានជាពួកនាងមិនព្រមអង្គុយចុះហូបបាយទៅលោកម្ចាស់បើយោងទៅតាមច្បាប់លោកប្តីគួរតែពិសាបាយមុនប្រពន្ធណែឆាប់អង្គុយចុះទៅក៏ប៉ុន្តែអង្គុយទៅហើយមិនក៏មិនអង្គុយទៅខ្ញុំនៅទីនេះមិនគិតអំពីច្បាប់ស្អីទេពេលដែលខ្ញុំហូបបាយអ្នកទាំងអស់គ្នាក៏ត្រូវតែហូបបាយជាមួយនឹងខ្ញុំដែរខ្ញុំមិនបានចាត់ទុកខ្លួនឯងជាឋានៈអ្វីទេសំខាន់ពួកយើងជាប្តីប្រពន្ធជាមួយគ្នាហើយមានសុខទុក្ខក៏រួមជាមួយគ្នាដែរឆាប់ហូបទៅនៅអែតអល់អីទៀតអាយ៉ាហូបតាមសម្រួលទៅនៅសល់បាយច្រើនទៀតណាស់ណានិយាយអញ្ចឹងហេតុអីបានជាពួកនាងត្រូវគេបានចាប់ខ្លួនបែបនេះទៅវិញឪពុករបស់ខ្ញុំគឺជាមន្ត្រីរាជការតំណែងទី5ដោយសារតែមានជនមានឋានៈខ្ពង់ខ្ពស់ជាងគាត់មកបង្កាច់គាត់មន្ត្រីរាជការក៏ចាប់គាត់យកទៅប្រហារជីវិតមុនរដូវស្លឹកឈើជ្រុះពួកយើងក៏ខ្លាចទៅជាទាសករអ្នកណាជាអ្នកធ្វើបាបគឺជាអបរាជបច្ចុប្បន្ននេះលោកម្ចាស់នេះនិយាយថាឧបរាជបច្ចុប្បន្ននេះមែនទេលោកទុកចិត្តចាស់ពេលចេញទៅក្រៅពួកយើងមិននិយាយអីទេមិនធ្វើឲ្យពាក់ព័ន្ធជាមួយលោកម្ចាស់ទេណាបើមន្ត្រីរាជការដឹងច្បាស់ជាសម្រាប់ពួកយើងជាមិនខានរឿងនេះនាងទុកចិត្តចាស់ខ្ញុំមិននិយាយទៅប្រាប់អ្នកណាគេទេបើអញ្ចឹងចាំពេលលោកម្ចាស់ពិសារួចហើយខ្ញុំរៀបចំឲ្យលោកម្ចាស់ងូតទឹកលោកម្ចាស់ត្រូវចាំបន្តិចរួចហើយចាំខ្ញុំទៅហៅលោកម្ចាស់លោកម្ចាស់លោកម្ចាស់ឈិញយានឈិញយានយ៉ាងម៉េចហ្នឹងលោកម្ចាស់បងស្រីគាត់ឲ្យខ្ញុំមកហៅលោកម្ចាស់ទៅងូតទឹកមិនឲ្យគេមកហៅខ្ញុំដោយផ្ទាល់ទៅចាំបាច់ប្រាឈិញយានមកធ្វើអី